សួស្តីទាំងអស់គ្នាថ្ងៃនេះគឺយើងមករៀនភាសាតកតងជាមួយនឹងអឺ topic 2លេខ96ទាំងអស់គ្នាអញ្ចឹងនៅក្នុងទំព័រទី1គឺគេនិយាយអំពីចំណុចដែលយើងត្រូវជ្រើសរើសរូបភាពណាមានរូបភាពទាំង4នេះយើងត្រូវរើសឲ្យវាត្រឹមត្រូវជាមួយនឹងការសន្ទនាខាងលើនេះអញ្ចឹងយើងមកមើលរូបភាពជាមុនសិនអញ្ចឹងរូបទី1គឺបុរសម្នាក់ហ្នឹងគាត់មានការនេះ ចង្អុលទៅកាន់ផ្លែឪឡឹកហ្នឹងណាចាទី2កញ្ញាម្នាក់ហ្នឹងគឺហុចផ្លែឪឡឹកទៅកាន់បុរសទី1ហ្នឹងហើយដល់ពេលទី3គឺកញ្ញាហ្នឹងគាត់កាត់ឪឡឹកហើយបុរសម្នាក់ហ្នឹងយកថាសឬក៏ចានមកដើម្បីដាក់ឪឡឹកហ្នឹងដល់ពេលរូបទី4គឺកញ្ញាម្នាក់ហ្នឹងចង្អុលទៅកាន់ទូដែលមានផ្លែឈើនៅក្នុងហ្នឹងណាចាអញ្ចឹងឥឡូវយើងមកមើលការសន្ទនារបស់យើងចា Sunim 수박 보고 가세요. 아주 맛있어요. 수님 수박 보고 가세요. 아주 맛있어요. 수님មានន័យថាភ្ញៀវណាភ្ញៀវ 수박 មានន័យថាឪឡឹក 보고 មានន័យថាសូមមើលឬក៏មើល 가세요 សូមយកទៅណាសូមយកទៅ 아주 맛있어요. 아주 ពិតជា 맛있어요 ឆ្ងាញ់អញ្ចឹងឃ្លានឹងមានន័យថាភ្ញៀវសូមអញ្ជើញមើលឪឡឹកនេះហើយយកទៅ 아주 맛있어요 វាពិតជាឆ្ងាញ់ណាស់ឬក៏យើងបកជាភាសាអង់គ្លេស Sure look at the watermelon it's very delicious ចាអញ្ចឹងបុរសម្នាក់ហ្នឹងក៏ឆ្លើយថា 여기 접시 위에 있는 거 한 번 먹어봐도 돼요? 여기 접시 위에 있는 거 한 번 먹어봐도 돼요? 여기 미니 단리 접시 잔 위 강르 있는 거 미니 다 ai 한 번 đón 먹어봐도 돼요? ai nhâm bàn ọt ai ភ្លក់បានអត់ចឹងទៅអញ្ចឹងមានន័យថាតើខ្ញុំអាចភ្លក់ម្ដងនៅមួយដែលនៅខាងលើចាននេះបានអត់ចា Can I try this one on the plate ហើយម្នាក់ស្រីក៏ឆ្លើយថា 그럼요 드셔보세요 그럼요 드셔보세요 그럼요 មានន័យថាពិតជាប្រកាសជាបានចឹងទៅណា 드셔보세요 드셔보세요 សូមអញ្ជើញភ្លក់ណាសូមអញ្ជើញភ្លក់ 드셔보세요 អញ្ជើញណាអញ្ជើញភ្លក់ទៅ Sure try it ចឹងបើយើងមើលកញ្ញាម្នាក់ហ្នឹងគាត់ប្រាប់ឲ្យអឺមើលឪឡឹកហ្នឹងហើយយកទៅអញ្ចឹងវាឆ្ងាញ់បុរសម្នាក់ហ្នឹងចោលទៅកាន់ផ្លែឪឡឹកហ្នឹងនៅលើចានអញ្ចឹងទៅអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺលេខ1ណាចម្លើយដែលត្រឹមត្រូវគឺលេខ1វាត្រឹមត្រូវតែម្ដងចាឥឡូវយើងចូលមកសំណួរមួយទៀតនៅកន្លែងនេះគឺមានរូបភាពទី1គឺកញ្ញាម្នាក់ហ្នឹងលើកៅអីចាសុំទៅក្រោយវិញលើកៅអីហើយបុរសម្នាក់ហ្នឹងគឺបោះអីចឹងទៅកតិចឈើកតិចអីចឹងទៅណាដល់ពេលរូបទី2កញ្ញាម្នាក់ហ្នឹងអង្គុយលើកៅអីហើយបុរសម្នាក់ហ្នឹងចោលទៅកាន់ផ្នែកជើងកៅអីនេះវាអាចខ្ពស់វាអាចទាបវាចឹងទៅតែបើមើលជើងកញ្ញាហ្នឹងទៅអត់ដល់ដីទេអញ្ចឹងមានន័យថាវាខ្ពស់ជាងគាត់ណាដល់ពេលរូបទី3គឺកញ្ញាម្នាក់ហ្នឹងគាត់អាឈើបុរសម្នាក់ហ្នឹងទប់ឈើហ្នឹងដើម្បីកុំឲ្យវារើអង្គើអីចឹងទៅណាចារូបទី4គឺកញ្ញាម្នាក់ហ្នឹងគាត់គូអាចគូជាអឺមុំតុកឬក៏អីចឹងទៅចាយើងចាំមើលរូបភាពហ្នឹងតកតងជាមួយនឹងការសន្ទនាហ្នឹងតើត្រឹមត្រូវមួយណាណាចាអញ្ចឹងឥឡូវយើងមកមើលណាំចាណាំចាបុរសណាយកចាស្ត្រីចាណាំចាគាត់និយាយថា의자에 앉아보니까 어때? 의자에 앉아보니까 어때? 의자 các ấy 앉아 엉꼬이 보មានន័យថាសាកល្បងណាអត់ទេយ៉ាងម៉េចដែរមានន័យឃ្លានេះគឺថា 앉아 에 안 សំទោស 의자에 앉아보니까 어때요 មានន័យថាតើសាកល្បងអង្គុយនៅលើកៅអីហើយយ៉ាងម៉េចដែរណា How does it feel to sit in the chair ចឹងកញ្ញាម្នាក់នឹងថាអូ잘 만들었었다ណា잘 만들었었다 오케이 그런데 나한테 좀 높은 것 같아. cái ụt ho lơ chi sân nhà ta ô chẳng nào 잘 bậc cài lư có là 만들었었다 만들었다 នេះគឺ
ពូកែធ្វើណាពូកែដំឡើងពូកែអីចឹងទៅក្រន់ដែលក៏ប៉ុន្តែណាខ្ញុំហាន់ថែចំពោះជុំបន្តិចនៅភឹនក៏កថានេះប្រហែលជាខ្ពស់ណាប្រហែលជាខ្ពស់នៅនេះគឺខ្ពស់អញ្ចឹងឃ្លានឹងមានថាអូបកែធ្វើណាក៏ប៉ុន្តែសម្រាប់ខ្ញុំវារៀងខ្ពស់បន្តិចណា Oh well done but I think it a little high for me អញ្ចឹងបុរសម្នាក់ហ្នឹងក៏ឆ្លើយថា 그래? 그럼 이 부분을 조금 더 잘라야겠다. 그래? 인정어? 그럼 인정 이 미네 단니 부분ផ្នែក 조금បន្តិច 더បន្ថែម 잘라야겠다 ខ្ញុំនឹងកាត់ណាខ្ញុំនឹងកាត់អញ្ចឹងឃ្លានេះគឺអញ្ចឹងខ្ញុំនឹងកាត់ផ្នែកនេះបន្ថែមទៀតណាផ្នែកនេះបន្ថែមទៀត Really then I should cut this part a little more អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺលេខ2ព្រោះបុរសម្នាក់ហ្នឹងចង្អុលទៅផ្នែកដែលវាខ្ពស់ជាងកញ្ញាម្នាក់ហ្នឹងដែលអង្គុយស្រាប់ហ្នឹងណាចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺលេខ2ណាចាអូខេអញ្ចឹងសម្រាប់មេរៀន topic លេខ96យើងជួបគ្នាប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ 네, 잘 들어주셔서 감사합니다. 그럼 안녕히 계세요. 바이바이.